យោងទៅតាមសារព័ត៌មាន Reuters ចុះនៅថ្ងៃទី6 ខែមិថុនាឆ្នាំ2025នេះបានឲ្យដឹងថាយោធាថៃបានត្រៀមខ្លួនសម្រាប់បើកកិច្ចប្រតិបត្តិការទ្រង់ទ្រាយធំកម្រិតខ្ពស់ក្នុងចំនួនព្រំដែនជាមួយប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃប្រហ័សកងទ័ពថៃបាននិយាយថាចារកម្មរបស់ខ្លួនបានបង្ហាញថាកម្ពុជាបានបញ្ជូនកងទ័ពព្រមទាំងសម្ភារៈសឹកយោធាជាច្រើនទៅតាមព្រំដែនដែលជាសញ្ញាមួយគួរឲ្យព្រួយបារម្ភខណៈពេលដែលចរចាផ្លូវទូតនៅនឹងថ្កល់ហើយយោធាថៃនឹងត្រៀមខ្លួនជាស្រេចដើម្បីបើកកិច្ចប្រតិបត្តិការទ្រង់ទ្រាយធំកម្រិតខ្ពស់ក្នុងករណីជាចាំបាច់ដើម្បីប្រឆាំងនឹងកម្ពុជាបើសិនកម្ពុជារំលោភលើអធិបតេយ្យភាពរបស់ខ្លួននេះជាពាក្យដ៏ខ្លាំងបំផុតនៅក្នុងចំនួនព្រំដែនដែលកំពុងឆាបឆេះជាមួយកម្ពុជាបន្ទាប់ពីការផ្ទុះអាវុធឡើងវិញពីសប្តាហ៍មុននៅចំនួនព្រំដែនដ៏រ៉ាំរ៉ៃជាមួយកម្ពុជាសេចក្តីថ្លែងការណ៍បានបន្ថែមថាក្នុងកិច្ចប្រតិបត្តិការរបស់អង្គភាពនៅតាមព្រំដែនត្រូវបានប្រព្រឹត្តទៅយ៉ាងប្រុងប្រយ័ត្នខណៈពេលដែលកងទ័ពជើងទឹកនិងកងទ័ពជើងអាកាសរបស់ប្រទេសថៃបានបង្កើនការត្រៀមខ្លួនជាស្រេចជាមួយគ្នានេះនាយករដ្ឋមន្ត្រីថៃអ្នកស្រីស៊ីណាវ៉ាត្រាបានបើកកិច្ចប្រជុំសន្តិសុខជាតិនៅថ្ងៃសុក្រនេះបានអះអាងថាស្ថានភាពជម្លោះរវាងថៃនិងកម្ពុជាបានឡើងដល់កម្ដៅខ្ពស់បំផុតក្នុងគណៈពេលដែលយោធាថៃត្រៀមខ្លួនជាស្រេចដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនប៉ុន្តែការប៉ះកង្កេតគ្នានឹងបន្តឲ្យមានការខូចខាតភាគីទាំងពីរដូច្នេះយើងនឹងបន្តរកមធ្យោបាយដោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរឯមេបញ្ជាការកងកម្លាំងប្រដាប់អាវុធថៃបាននិយាយថាយោធាថៃនឹងគាំទ្ររដ្ឋាភិបាលក្នុងការចរចាដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីលោកប៉ែនប៊ុនណាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាអះអាងថារដ្ឋាភិបាលកម្ពុជានៅតែបន្តប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ សន្តិភាពនិយមកម្ពុជាស្រឡាញ់ការដោះស្រាយដោយសន្តិវិធីនៅពេលដែលយើងដោះស្រាយយន្តការទ្វេភាគីអស់ចិត្តហើយយើងមិនត្រូវគ្នាយើងមានតែនាំសំណុំរឿងហ្នឹងទៅតុលាការអន្តរជាតិដើម្បីឲ្យគេដោះស្រាយនេះគឺជាបំណងដ៏ល្អរបស់កម្ពុជាពីយើងចង់បញ្ជាក់ថាយើងចង់បានយុត្តិធម៌មួយដែលមានតម្លាភាពដោយក្តីស្មោះត្រង់ទាំងអស់គ្នាយើងនាំយកភស្តុតាងទាំងឡាយដែលយើងមានទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិគេពិនិត្យមើលហើយគេកាត់សេចក្តីបាទនេះគឺជារបៀបដោះស្រាយដោយសន្តិវិធីមួយទៀតដោយតម្លាភាពដោយស្មោះត្រង់ដែលកម្ពុជាយើងចង់បានបាទហើយបើយើងពិតជារំលោភដែនដីគេចង់បានដែនដីគេប្រហែលជាយើងអត់ហ៊ានទៅដាក់នៅតុលាការចឹងទេណាឯប្រទេសថៃវិញបានចេញសេចក្តីថ្លែងការណ៍ម្សិលមិញនេះបានបញ្ជាក់ចំហថាថៃនឹងមិនចូលខ្លួនទៅតតាំងរឿងចំនួនព្រំដែនជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នោះទេការប្រកាសចំហបែបនេះដោយរដ្ឋាភិបាលថៃដោយសារថៃឈប់ទទួលស្គាល់យុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ តាំងពីសតវត្សឆ្នាំ1960មកម្លេះម្ល៉េះហើយរដ្ឋាភិបាលថៃនៅតែប្រកាន់ជំហរចរចាទ្វេភាគីដើម្បីរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរឯលោកបណ្ឌិតយងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាវិញបាននិយាយថាកម្ពុជាចាំបាច់ត្រូវតែប្តឹងទៅតុលាការ ICJ ដោយសារថៃជាសមាជិករបស់អង្គការសហប្រជាជាតិទោះជាថៃទទួលមិនទទួលយុត្ថាធិការក៏ដោយក៏ថៃមានកាតព្វកិច្ចត្រូវតែគោរពពីព្រោះក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិមិនអាចមិនគោរពបានទេអញ្ចឹងហើយកម្ពុជាត្រូវតែចាំបាច់ដាក់ពាក្យបណ្ដឹងទោះបីជាថៃសម្ដែងសារនយោបាយថាមិនគោរពឬគោរពជារឿងរបស់ថៃនៅក្នុងបញ្ហាផ្ទៃក្នុងរបស់ថៃពីព្រោះបទពិសោធន៍បញ្ហាប្រាសាទព្រះវិហារយើងមានបទពិសោធន៍ស្រាប់វាមិនអាចមិនគោរពបានទេហើយការដែលមិនគោរពនោះថៃត្រូវឱនក្បាលគោរពជាចុងក្រោយយ៉ាងអាម៉ាស់នៅក្នុងបញ្ហានេះ
បាទនេះជាសម្ដីរបស់លោកយុនពៅសូមអរគុណ